របស់ខ្ញុំបូរ៉ាក៏បានឆ្អិនរួចរាល់មកណាហ្នឹងហើយបន្ទាប់ពីបានឆ្អិនមកហ្នឹងហើយខ្ញុំក៏រៀបចំមានបន្លែបាទបន្ទាប់មានសាឡាត់ស្រួយបាទមានសសក់មានជីមានអីចឹងទៅបងប្អូនណាដើម្បីយើងបន្ទាប់យើងជ្រលក់ជាមួយបងប្អូនណាហ្នឹងហើយពិតជាមើលទៅទំនងមែនទេបងប្អូនណាបាទនេះបើសិនតែបងប្អូនដែលគាត់ចូលចិត្តណាដែលរបស់ជាក់បងប្អូនណាហ្នឹងហើយអាចធ្វើយកទៅខ្លែមនិយាយអូនិយាយពីថាត្រូវគ្នាណាបងប្អូនអើយបាទហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំបូរ៉ាថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនណាបើសិនបងប្អូនបានមើលវីដេអូខ្ញុំហើយសូមបងប្អូនបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវសូមពុកម៉ែបងប្អូនទាំងអស់គ្នាមកមើលនៅគ្រឿងផ្សំសម្រាប់យើងស្ងោរត្រចៀកជ្រូកអណ្ដាតជ្រូកទឹកប្រហុកបងប្អូនណាបាទហ្នឹងហើយអញ្ចឹងចំពោះសាច់ខ្ញុំទិញប្រហែលជាចូលចិត្ត2គីឡូដែរបងប្អូនហើយខ្ញុំទិញអណ្ដាតជ្រូកចំនួន1មានកាពះជ្រូក1ទៅហើយមានស្លឹកត្រចៀកជ្រូកចំនួន1អញ្ចឹងចូលទិញទៅសរុបទៅជិត2គីឡូដែរបងប្អូនហ្នឹងហើយបន្តមកទៀតបងប្អូនមានដូចជាគ្រឿងឈ្ងុយហើយគ្រឿងកាត់ឆ្អាបហ្នឹងមានដូចជាម្ទេសបាទម្ទេសហ្នឹង3 4គ្រាប់ទៅបងប្អូនហើយដំពីកាប៉ែតហ្នឹងទៅហើយមានខ្ទឹមសចំនួន3 4កំពឹសទៅបងប្អូនណាហ្នឹងហើយមានរំដេងមានស្លឹកក្រូចសើចបងប្អូនណាហ្នឹងហើយមានគល់ក្រៃចំនួន4 10គល់ទៅហើយយើងមកក្នុងមួយគល់កាត់វាជា2ទៅហើយដំវារៀងកាប៉ែតទៅបងប្អូនណាហ្នឹងហើយបាទហើយបន្តមកទៀតមានដូចជាឈើអែមនិងផ្កាច័ន្ទបាទហ្នឹងហើយមានម្សៅស៊ុបមានអំបិលបាទមានប៊ីចេងមានស្ករសអញ្ចឹងបងប្អូនណាបាទបន្តមកទៀតខ្ញុំក៏ចាប់ដើមដាក់ដាំទឹកដើម្បីស្រុះនៅសាច់យើងបងប្អូនណាហ្នឹងហើយអញ្ចឹងចំពោះទឹកហ្នឹងបងប្អូនដាក់ដាំត្រូវដបងអំបិលក្រួសបន្តិចមកបងប្អូនណាដើម្បីយើងដាក់ស្រុះបាទបន្ទាប់ពីខ្ញុំបានស្រុះនៅសាច់រួចរាល់មកខ្ញុំចាប់ដើមដាក់ដាំទឹកបងប្អូនណាហ្នឹងហើយចំពោះទឹកហ្នឹងខ្ញុំប្រើប្រហែលជា1លីត្រកន្លះបងប្អូនណាដើម្បីខ្ញុំដាក់ស្ងោរហ្នឹងហើយឥឡូវខ្ញុំចាប់ដើមចាក់ទឹកចូលទៅបងប្អូនហ្នឹងហើយបាទឥឡូវបន្ទាប់ពីដាក់ដាំទឹកមកហើយទឹកក៏ចាប់ដើមពុះណាអញ្ចឹងបន្ទាប់ពីទឹកចាប់ដើមពុះខ្ញុំក៏ចាប់ដើមបង់នៅគ្រឿងក្រៅហើយគ្រឿងឈ្ងុយគ្រឿងកាត់ឆ្អាបហ្នឹងមានដូចជាគល់ក្រៃឈើអែមផ្កាច័ន្ទម្ទេសបាទមានខ្ទឹមសអញ្ចឹងទៅមានស្លឹកក្រូចសើចបងប្អូនណាបាទហ្នឹងហើយបន្ទាប់ពីបានបង់នៅគ្រឿងក្រៅចូលរួចរាល់មកក៏ចាប់ផ្ដើមបង់សាច់ចូលវិញម្ដងហ្នឹងហើយបងប្អូនណាបាទហើយបន្ទាប់ពីបង់សាច់ចូលបងប្អូនថែមគ្រឿងក្រៅបងប្អូនណាគ្រឿងទេសហ្នឹងមានអំបិលបន្តិចម្សៅស៊ុបបន្តិចស្ករសបន្តិចបាទប៊ីចេងបន្តិចទៅបងប្អូនណាបាទដើម្បីឲ្យបន្ថែមនៅរសជាតិបាទឲ្យមានជាតិឆ្ងាញ់ជាតិអីចឹងណាបងប្អូនគ្នាបាទបន្ទាប់ពីបានបង់គ្រឿងក្រៅខ្ញុំក៏យកទៅកាប់យកមកកូរវឹកវាចុះឡើងដើម្បីឲ្យវារលាយនៅគ្រឿងរបស់យើងបន្ទាប់មកទៀតខ្ញុំក៏យកមកគ្របស្ងោរទុកប្រហែលជា30-40នាទីបងប្អូនបាទពុកម៉ែបងប្អូនទាំងគ្នាបាទឥឡូវបន្ទាប់ពីខ្ញុំបានដាក់ស្ងោរនៅសាច់របស់យើងមកខ្ញុំក៏ឆ្លៀតក៏ធ្វើនៅទឹកប្រហុកប្រាប់បងប្អូនបាទហ្នឹងហើយសម្រាប់យើងជ្រលក់ជាមួយនឹងសាច់ស្ងោរជាជ្រូកស្ងោររបស់យើងអញ្ចឹងបងប្អូនទាំងគ្នាបាទហ្នឹងហើយអញ្ចឹងក៏សូមបងប្អូនមកមើលនៅគ្រឿងផ្សំទាំងអស់គ្នាបងប្អូនតើមានអ្វីខ្លះបងប្អូនបាទពុកម៉ែបងប្អូនទាំងគ្នាបាទឥឡូវសូមពុកម៉ែបងប្អូនទាំងគ្នាមកមើលនៅគ្រឿងផ្សំសម្រាប់យើងធ្វើទឹកប្រហុកទាំងអស់គ្នាបាទហើយមានដូចជាប្រហុកបងប្អូនចំពោះប្រហុកខ្ញុំយកមកប្រហែលជាខ្ទង់3ខាំបងប្អូនបាទដើម្បីយើងចូលមកធ្វើបងប្អូនណាហើយបន្ទាប់ពីប្រហុកមកមានដូចជាស្ករសប៊ីចេងហើយនឹងម្សៅស៊ុបបងប្អូនដោយសារតែខ្ញុំអត់ប្រើនៅអំបិលទេដោយសារតែយើងប្រៃហើយចឹងណាបងប្អូនទាំងនេះបាទបន្ទាប់មកទៀតមានដូចជាម្ទេសក្របហើយម្ទេសហិលហ្នឹងបាទចំនួនដូចជា2-3ខាំមកបងប្អូនណាបាទហើយបន្ទាប់ពីម្ទេសហិលម្ទេសក្របចឹងមកបងប្អូនមានដូចជាម្ទេសម៉ាឡេហើយម្ទេសក្រហមវែងហ្នឹងហើយមានក្រូចឆ្មាមានម្ទេសផ្លោកខៀវអញ្ចឹងណាបងប្អូនទាំងគ្នាបាទហ្នឹងហើយអញ្ចឹងហើយបន្តមកទៀតបងប្អូនបាទមានដូចជាខ្ទឹមសចំពោះខ្ទឹមសខ្ញុំយកប្រហែលជា5មើលបងប្អូនយកមកដុតយកមកធ្វើអញ្ចឹងបងប្អូនគ្រាបាទហ្នឹងហើយបាទអញ្ចឹងមុននឹងយើងទៅធ្វើនៅទឹកប្រហុកបងប្អូនណាបងប្អូនត្រូវតែយកនៅមានណាម្ទេសផ្លោកខៀវនៅម្ទេសម៉ាឡេបាទម្ទេសខ្ទឹមសនិងម្ទេសហិលហ្នឹងបងប្អូនយកទៅដាក់អាំងសិនបងប្អូនប៉ុន្តែបងប្អូនអត់មានយកក្រូចឆ្មាទៅអាំងទេតែអាំងក្រូចឆ្មាចប់បដ ாய் បងប្អូនណាហូបមិនកើតទេបងប្អូនបាទហ្នឹងហើយឥឡូវខ្ញុំចាប់ដើមយកនៅគ្រឿងក្រៅហ្នឹងដូចជាខ្ទឹមសម្ទេសផ្លោកខៀវម្ទេសម៉ាឡេម្ទេសក្រហមហ្នឹងយកទៅដាក់អាំងសិនបន្ទាប់ពីអាំងឆ្អិនហើយចាំយើងយកគ្រឿងក្រៅយើងហ្នឹងទៅដាក់បុកបងប្អូនណាទៅបុកជាមួយមានបុកហើយយើងយកទៅជ្រុំជាមួយនឹងប្រហុកបាទពុកម៉ែបងប្អូនទាំងគ្នាបាទឥឡូវបន្ទាប់ពីខ្ញុំបានរៀបរាប់គ្រឿងក្រៅរាល់មកខ្ញុំក៏ចាប់ដើមយកនៅម្ទេសបាទយកនៅម្ទេសយកនៅ
គ្រឿងក្រៅរបស់យើងដែលខ្ញុំបានរៀបរាប់ណាខ្ញុំយកមកដាក់អាំងប៉ុណ្ណាហ្នឹងហើយដើម្បីយើងយកទៅដាក់បុកហ្នឹងហើយបុកលាយជាមួយទឹកប្រហុករបស់យើងផងបងណាបាទឥឡូវខ្ញុំចាប់ដើមតម្រៀបនៅខ្ទឹមសនៅម្ទេសម៉ាឡេម្ទេសដើម្បីយើងដាក់អាំងបងណាបាទ បាទបន្ទាប់ពីខ្ញុំបានដាក់អាំងគ្រឿងរួចមកខ្ញុំក៏ចាប់ផ្ដើមមកស្រង់នៅសាច់ចេញដែលខ្ញុំបានស្ងោររយៈពេល30ទៅ40នាទីក៏បានឆ្អិនមកណាអញ្ចឹងខ្ញុំចាប់ផ្ដើមស្រង់ដាក់ចូលកញ្ច្រែងមួយមុខបងប្អូនបាទពុកម៉ែបងប្អូនទាំងគ្នាបាទឥឡូវសាច់ស្ងោរបាទស្លឹកត្រចៀកជ្រូកបាទកាពះជ្រូកនិងអណ្ដាតជ្រូកដែលខ្ញុំបានស្ងោរហ្នឹងគឺបានឆ្អិនហើយបងប្អូនណាបាទហើយបន្តមកទៀតគ្រឿងដែលខ្ញុំបានដាក់អាំងហ្នឹងក៏បានឆ្អិនដូចគ្នាអញ្ចឹងបន្តពីគ្រឿងដែលខ្ញុំបានអាំងឆ្អិនហើយខ្ញុំក៏យកគ្រឿងហ្នឹងបាទទៅបុកឬក៏ទៅកិនឲ្យម៉ត់ទៅបងប្អូនណាដើម្បីយើងយកទៅលាយជាមួយនឹងទឹកប្រហុករបស់យើងមកណាបាទឥឡូវខ្ញុំសូមយកគ្រឿងទៅកិនសិនបងប្អូនបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទមុននឹងខ្ញុំយកគ្រឿងទៅកិនខ្ញុំសូមដាក់ដាំទឹកធ្វើនៅទឹកប្រហុកសិនបងប្អូនណាដាក់ស្ងោរប្រហុកឲ្យមានន័យថាឲ្យវារលួយវារលាយនៅសាច់ប្រហុកហ្នឹងបងប្អូនណានឹងមានន័យថាយើងហើយយើងជ្រុំយកតែសាច់ប្រហុកចាញ់មានន័យថាចំណែកឆ្អឹងយើងក្រវាត់ចោលតែម្ដងតបពីយើងដាក់គ្រឿងដែលយើងកិនរួចរាល់ហើយហ្នឹងកូរវាកូរវឹកចុះឡើងទៅ3 4 10 20ត្រឡប់ទៅដើម្បីឲ្យវាលាយនៅគ្រឿងក្រៅរបស់យើងនឹងវាចូលជាតិជាមួយនឹងទឹករបស់យើងមកវល់គ្នាបានហ្នឹងហើយអញ្ចឹងបន្ទាប់ពីកូរវឹកចុះឡើងហើយក៏យើងចាប់ដើមចាក់នៅទឹកថាទឹកក្រូចឆ្មាណាហ្នឹងហើយទឹកក្រូចឆ្មាបាទពុកម៉ែបងប្អូនទាំងគ្នាបាទឥឡូវទឹកប្រហុកដែលខ្ញុំបានធ្វើរួចរាល់ហើយបងប្អូនណាអញ្ចឹងបន្ទាប់ពីបានធ្វើរួចរាល់ខ្ញុំក៏យកកែវឬក៏កាឡមកដើម្បីខ្ញុំចាក់ទុកសម្រាប់យើងចាក់ទុកឲ្យយើងយកខ្លះសេនៅក្នុងទូទឹកកកត្រជាក់កន្លែងត្រជាក់អញ្ចឹងទៅដើម្បីយើងងាយស្រួលដល់ពេលលើក្រោយយើងធ្វើដាក់ស្ងោរមានសាច់គោអាំងឬក៏ស្ងោរលើក្រោយយើងមានទឹកប្រហុកយើងស្រាប់បាទពុកម៉ែបងប្អូនទាំងគ្នាបាទឥឡូវស្លឹកត្រចៀកជ្រូកទឹកប្រហុករបស់ខ្ញុំបូរ៉ាក៏បានឆ្អិនរួចរាល់បងប្អូនហ្នឹងហើយបន្ទាប់ពីបានឆ្អិនមកហ្នឹងហើយខ្ញុំក៏រៀបចំមានបន្លែបាទបន្ទាប់មានសាឡាត់ស្រួយបាទមានសសក់មានជីមានអីចឹងទៅបងប្អូនណាដើម្បីយើងបន្ទាប់យើងជ្រលក់ជាមួយបងប្អូនណាហ្នឹងហើយពិតជាមើលទៅទំនងមែនទេបងប្អូនណាបាទនេះបើសិនតែបងប្អូនដែលគាត់ចូលចិត្តណាដែលមានរបស់ជាក់បងប្អូនណាហ្នឹងហើយអាចធ្វើយកទៅក្លែមនិយាយពីថាត្រូវគ្នាណាបងប្អូនអើយបាទហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំពូរ៉ាថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនណាបើសិនបងប្អូនបានមើលវីដេអូខ្ញុំហើយសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយទៅបងប្អូនណាដើម្បីទទួលបាននូវវីដេអូថ្មីបន្តទៀតបាទសូមអរគុណសូមជម្រាបលាបាយបាយ